បងប្អូនអរគ្នានេះគឺជាសកម្មភាពនៃការធ្វើសមីម៉ូតូសមីម៉ាស៊ីនសមីគ្រប់ប្រភេទណាដំបូងឡើយគឺយកដៃប្រហោងជាងយកមកចូលម៉ាស៊ីនកាត់ហើយម៉ាស៊ីនកាត់គេហ្នឹងគឺមានរហូតទឹកពីលើកុំឲ្យកណ្ដៅមុខកណ្ដាលអីបន្ទាប់មកគឺយកវាទៅដាក់កម្ដៅដូចជាកន្លែងដំដៃចឹងគឺមានឧបករណ៍កម្ដៅរបស់គេដូចហើយគេចូលម៉ាស៊ីនគេដើម្បីស្លង់រូបរាងវាឲ្យចេញជារូបរាងអីមួយនេះគេពេលគេស្លង់ហើយគេដាក់វាឲ្យមានរុនចំកណ្ដាលរីកឲ្យធំបន្តិចហើយបន្ទាប់មកគឺយកវាទៅដាក់នៅកន្លែងម៉ាស៊ីនមួយទៀតច្រើនដំណាក់កាលណាតម្រាំបានទៅជាសមីមួយនេះគេលាបញើកលាបអីក្នុងហ្នឹងដើម្បីឲ្យវារលោងរួចហើយគេយកទៅដាក់នៅម៉ាស៊ីនពង្រីកឬក៏ម៉ាស៊ីនស្លង់រនមួយទៀតនេះគេដាក់ចូលចឹងហើយដើម្បីឲ្យបានរាងស្អាតរាងល្អរាងរលោងបន្ទាប់មកគឺគេយកទៅក្នុងឧបករណ៍ឬក៏មិនដំណាក់កាលទៀតគឺដំណាក់កាលកលឹងអាចថាកលឹងផ្នែកចាស់ខាងចោលដើម្បីឲ្យចេញជារូបរាងនេះកលឹងបានចឹងហើយគេចាប់ផ្ដើមពង្វល់ធ្វើឲ្យចេញជារូបរាងសមីកាត់តម្រូវប្រវែងរបស់វាឲ្យស្មើកុំឲ្យលើសជីតំណងជីអីខាងរបស់វាដើម្បីដាក់ជ័រដាក់កងពីរនោះដើម្បីកុំឲ្យទឹកចូលទឹកអីនេះគេដាក់ចូលម៉ាស៊ីនមួយទៀតហើយគឺម៉ាស៊ីននឹងហៅម៉ាស៊ីនកលឹងផ្នែកខាងក្នុងម៉ាស៊ីនកលឹងផ្នែកខាងក្នុងនេះបាញ់ទឹកបាញ់អីកុំឲ្យអាចវាទៀតចូលឬក្តៅមុខអីចឹងក្តៅខ្លាំងអីវាអាចប្រេះវាអាចអីដោយសារសមីវាមិនមែនជាដែកទេវានឹងវាដែកនឹងមិនមែនត្រូវក្តៅឬបានទេត្រូវក្តៅខ្លាំងបើមិនបើយើងហូតទឹកភ្លាមៗទៅវាប្រេះយកតែមកនេះគឺគេតម្រូវចេញជារូបរាងហើយស្អាតមែនទែនគឺកលឹងហើយមើលទៅជំនាញរបស់គេហ្មងជាងគេនេះអានេះជាម៉ាស៊ីនជីទំនុកវាដើម្បីកុំឲ្យទឹកចូលអីឬក៏ជីកន្លែងដាក់កងអាកងពីរនោះដើម្បីការពារទឹកចូលទៅក្នុងម៉ាស៊ីនចូលទៅក្នុងអីណាកុំឲ្យវាជ្រាបចូលជ្រាបអីអញ្ចឹងគេមានច្រើនដំណាក់កាលមែននេះចាប់តាមស្លង់រូបរាងភាសាទៀតហើយជាដំណាក់កាលចុងក្រោយដំណាក់កាលហើយអាចយកមកដាក់លក់លើទីផ្សារបានស្អាតមែនទែន